មានសាច់ជ្រូកច្រាំខ្ទឹមសខ្ទឹមស្វាយស្បៃតឿនិងស្លឹកខ្ទឹមតើចុងភៅរបស់ខ្ញុំគាត់នឹងធ្វើចេញជាម្ហូបអីគេទៅណារបស់ខ្ញុំនិយាយគឺស្ងោរជ្រូកសាច់ជ្រូកថាវិញនេះតែពេលខ្ញុំតិចទៀតទៅឡងខ្ញុំចាក់សាច់ជ្រូកទៅច្រាំមកដឹងដាក់អីទៀតអត់តមកយើងក៏ចាក់ពីចេងចាក់ដល់មកយើងចាក់ពីចេងពីកលុយទេតែវាភ្លាវតែវាដាក់ទៅវាជាតិទៅណាហើយតមកយើងមកបន្ថែមជាមួយនឹងត្រីចងឬជាតិគ្រុំហេមិនតែចាក់វិញចេះមកចេះចាំអស់ទេយើងបន្ថែមជាមួយនឹងស៊ីប្រូក្រាមគេតែនេះហាប់បោទឹកទេទឹករសជាតិពេកប៉ះយ៉ាលន់អត់ទេដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់យើងត្រូវថែមណាបងដែលមកពីប្រទេសវៀតណាមតែពេលមកបញ្ចាំមកចាំខែពេលថែមអានឹងហើយអត់ទៅអត់ទេចាំវិញទៀតអានឹងអត់ថែកា